សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ខ្ញុំ Admin Ultra Boy យើងជួបគ្នាជាមួយនៅក្នុងវីដេអូថ្មីដែលថ្ងៃនេះផងដែរ Admin នឹងធ្វើការនាំអ្នកទាំងអស់គ្នាទៅសិក្សាឲ្យស៊ីជម្រៅពីប្រធានបទ Luffy នៅក្នុងពិភព Naruto ដោយសារតែវីដេអូមុនគឺ Admin មានអារម្មណ៍ថាវាអត់សូវស៊ីជម្រៅប្រហែលទេអូខេចឹងថ្ងៃនេះយើងនឹងធ្វើការទៅសិក្សាពីប្រធានបទមួយនេះឲ្យស៊ីជម្រៅនិងក្បោះក្បាយហើយមុននឹងចូលគឺខ្ញុំសូមអរគុណទៅដល់បងដែលមានឈ្មោះថា May Insight ចំពោះការធ្វើការ donate មកកាន់ខ្ញុំហើយបើអ្នកទាំងអស់គ្នាចង់ធ្វើការ donate មកកាន់ខ្ញុំដែរអ្នកទាំងអស់គ្នាអាចធ្វើការ scan តាមរយៈ QR code មួយនេះបានអូខេអញ្ចឹងកុំឲ្យខាតពេលយូរអីយើងទៅទស្សនាវីដេអូនេះជាមួយនឹង admin ទាំងអស់គ្នា let's go យើងដឹងហើយថា Luffy គឺជាមនុស្សពិសេសម្នាក់នៅក្នុងពិភព One Piece ដែលមានសមត្ថភាពមិនធម្មតាដូចជា Haki និងកម្លាំងពីផ្លែឈើពិសេសរបស់គាត់ដូចជា Gomu Gomu no Mi ហើយតើមានរឿងអ្វីកើតឡើងទៅបើសិនបើកម្លាំងពិសេសរបស់ Luffy នេះធ្លាក់ចូលទៅក្នុងពិភព Naruto អូខេអញ្ចឹងយើងនឹងធ្វើការទៅទស្សនាទាំងអស់គ្នាអញ្ចឹងយើងទៅធ្វើការដឹងពីវិធីដែល Luffy ធ្លាក់ចូលទៅក្នុងពិភព Naruto ទាំងអស់គ្នាឧទាហរណ៍ថាបើសិនបើនៅពេលដែល Luffy ជាមួយនឹងសមាជិកក្រុម Destroyer របស់គាត់កំពុងឆ្ពោះធ្វើដំណើរទៅកាន់ Last Hall ដែលជាកោះចុងក្រោយបំផុតនៅក្នុងពិភព One Piece ដើម្បីក្លាយទៅជាស្ដេចចៅសមុទ្រហើយពេលនោះស្រាប់តែមាននរណាគេម្នាក់ដែលយើងអាចស្គាល់គាត់ទេមកធ្វើការបើក portal ដែលជាផ្លូវមួយនាំឲ្យ Luffy ធ្លាក់ចូលទៅក្នុងពិភព Shinobi ដោយអ្នកទាំងអស់គ្នាដឹងហើយថានៅក្នុងពិភព Naruto ឬក៏នៅក្នុងពិភព Shinobi នឹងគឺគ្មានសមុទ្រទេដូច្នេះ Luffy នឹងមិនអាចធ្វើជាចៅសមុទ្របន្តទៀតបានឡើយក៏ប៉ុន្តែនៅទីនោះគឺមានជាមួយនឹង Konoha Village ជាមួយនឹង Hidden Sand ដោយសារតែជាដំបង Luffy នៅNaruto អីហ្នឹងគឺអត់ទាន់ស្គាល់គ្នាទេដូច្នេះគឺអាចនឹងមានការប៉ះទង្គិចគ្នាដំបងបន្តិចបន្តួចនៅពេលដែល Luffy មកដល់ Konoha Village ជាលើកដំបូងគេសង្ស័យថា Luffy ជានិន្ចាសត្រូវហើយពេលនោះ Naruto ក៏បានឈានមកនៅក្នុងការប៉ះទង្គិចគ្នាជាមុនការប៉ះទង្គិចលើដំបូងនេះគឺវាអាចនឹងអស្ចារ្យណាស់ដោយសារតែ Luffy នឹងប្រើ Gomu Gomu no Pistol ចំណែក Naruto វិញនឹងប្រើជាមួយនឹង Shadow Clone Jutsu ដោយសារតែពួកគេនិយាយគ្នានៅក្នុងការប្រកួតចលនាទៅពួកគេទាំងអស់គ្នាក៏យល់អំពីគ្នាដូច្នេះពួកគេក៏ផ្អាកការប្រយុទ្ធហើយ Naruto ក៏សម្ដែងការភ្ញាក់ផ្អើលចំពោះថាមពលរបស់ Luffy ដោយសារតែថាមពលរបស់ Luffy គឺវាពិតជាខ្លាំងដោយសារតែនៅក្នុងពិភព Naruto មនុស្សគឺចេះប្រើចក្រា Jutsu ជាមួយនឹង Dojutsu ដូចជា Sharingan ជាមួយនឹង Byakugan ចំណែកឯ Luffy គឺគាត់មិនចេះប្រើចក្រាទេប៉ុន្តែគាត់មានជាមួយនឹង Haki របស់គាត់តើ Luffy អាចរស់នៅក្នុងពិភព Shinobi បានដែរឬទេហើយបានយូរឬក៏អត់អញ្ចឹងយើងទៅធ្វើការដឹងអំពី Haki ទល់ជាមួយនឹងចក្រាទីមួយនោះគឺ Observation Haki គឺវាដូចជាមួយនឹង Dojutsu របស់ Sharingan ដែរហើយ Moment Haki គឺវាជារូបភាពមួយនៃ Taijutsu ទំនើបក៏យើងអាចថាបានជាមួយនឹងចុងក្រោយគឺ Conqueror Haki ដែលវាអាចប៉ះពាល់ទៅដល់ Killing Intent របស់ Shinobi បន្ទាប់ពី Luffy ចូលមកដល់ក្នុងពិភព Naruto នេះ Luffy នឹងត្រូវរៀនអំពី Jutsu បើសិនបើ Luffy មានទូបង្វឹកសមរម្យដូចជា Kakashi ឬ Maigai ដូច្នេះគាត់អាចបញ្ចូល Taijutsu ជាមួយនឹង Haki របស់គាត់បានចូលបានស្មានថា Luffy ប្រើជាមួយនឹង Rasengan ជាមួយនឹង Haki តើអ្នកទាំងអស់គ្នាបែកស្មានadmin អត់ចង់ស្មានទេអ្នកទាំងអស់គ្នានៅពេលដែល Luffy ធ្លាក់ចូលនៅក្នុងពិភព Naruto បែបនេះ Luffy នឹងអាចទទួលស្គាល់ជាមួយនឹងមិត្តភាពថ្មីរបស់ពួកគេ Luffy នឹងស្គាល់ជាមួយ Naruto ដែលខ្លាយទៅជាមិត្តរួមការអភិវឌ្ឍជាមួយគ្នាចំណែកឯ Rock Lee វិញនឹងមានទំនាក់ទំនងខ្ពស់ដោយសារតែចិត្តខំប្រឹងរបស់ពួកគេហើយ Luffy ក៏អាចស្គាល់ជាមួយនឹង Tsunade ដែរដោយសារតែ Tsunade មើលឃើញថា Luffy ជាមនុស្សក្លាហាននិងមានភាពជឿជាក់មកលើខ្លួនឯងនិយាយដឹងហើយថានៅក្នុងរឿង Naruto គឺមានសង្គ្រាមដែលមានដូចជា Akatsuki ជាមួយនឹងក្រុមរបស់ Pain ជាដើមដូច្នេះបើសិនបើ Akatsuki ដឹងថា Luffy ជាមនុស្សដែលមាន Conqueror Haki និងកម្លាំងអស្ចារ្យពួកគេនឹងបង្ហាញខ្លួនដើម្បីតាមចាប់ជាមួយនឹងLuffy ដោយសារតែគេនឹងយក Luffy គេប្រើប្រាស់ដូចជាមួយនឹងពួក Elbeast ផងដែរហើយបើសិនជា Luffy ទៅទល់ជាមួយនឹង Pain វិញចំណុចដ៏អស្ចារ្យនៃការប្រយុទ្ធនេះ Luffy នឹងប្រើជាមួយនឹង Advanced Haki តាម Fighting Style ដូចជា Shooter Sight ហើយ Pain ក៏បង្ហាញជាមួយនឹង Shinra Tensei ហើយបន្តមកទៀត Luffy ក៏អាចនឹងវាយតបដោយសារហ្គាទី4របស់គាត់បូកជាមួយនឹង Conqueror Incursion ផងដែរនិយាយដឹងហើយថា Luffy មិនមានជឿសុទេប៉ុន្តែគាត់អាចយកឈ្នះបានដោយសារតែចិត្តខំប្រឹងរបស់គាត់ហើយជាចុងបញ្ចប់នោះបន្ទាប់ពី Luffy ជួយក្រុម Naruto ដើម្បីលាតត្រដាងសន្តិសុខទាំង Sasuke និង Sasuke គឺចង់ឲ្យ Luffy រស់នៅជាមួយនឹងគេនៅក្នុង Konoha Village តែ Luffy គឺគាត់មិនអាចនៅបានទេដោយសារតែគាត់គឺនៅនឹកសមុទ្ររបស់គាត់ហើយនឹងមួយទៀតហ្នឹងគឺគាត់ចង់ក្លាយទៅជា Pirate King អញ្ចឹងណាដូច្នេះKagoshusei បានធ្វើការបែកជាមួយនឹង Portal មួយទៀតដែលអាចនាំ Luffy ទៅកាន់ពិភព Naruto វិញតែ Luffy ចាកចេញដោយសេចក្តីរំភើបនឹងនាំតាមក្តីសង្ឃឹមនៃសន្តិភាពដែលគេជួបនៅក្នុង Naruto World ទៅកាន់ជាមួយនឹងពិភព One Piece World ផងដែរអូខេអ្នកទាំងអស់គ្នាអញ្ចឹងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាគ្នានឹងពេញចិត្តកុំភ្លេចចុច like និង subscribe ម្នាក់មួយហើយបើគ្នាយើងចង់ធ្វើការ
ចង់បានវីដេអូអីថ្មីៗទៀតអ្នកនរនេះអាចធ្វើការ comment នៅខាងក្រោមបានអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេយើងជួបគ្នានៅក្នុងវីដេអូក្រោយទៀតហ្នឹងហើយបាយបាយជួបអ្នកទាំងអស់គ្នាកុំភ្លេច subscribe